ក្នុងវីដេអូនេះខ្ញុំមកនិយាយអំពីការបញ្ឈប់នៃការអាប់ដេតទៅលើ Windows 10 បងប្អូនឬក៏ Windows 10 ហ្នឹងហើយសម្រាប់ជាពិសេសគឺអ្នកដែលគាត់ប្រើប្រាស់ជាមួយ Windows License គាត់បានបិទក្នុងការបញ្ឈប់នៃការអាប់ដេតទៅលើការគ្រប់គ្រងទៅលើ Windows 10 ហើយជាពិសេសគឺសម្រាប់អ្នកដែលគាត់ធ្វើការងារទៅលើឯកសារ security អីច្រើនណាគឺហានិភ័យខ្លាំងមែនទែនអញ្ចឹងបងប្អូនគួរតែអាប់ដេតទៅលើ Windows 11ឲ្យហើយទៅមុននឹងថ្ងៃទី14បាទចឹងខ្ញុំធ្វើការចេញវីដេអូពីរបៀបក្នុងការអាប់ដេតពី Windows 10 ទៅ Windows 11 ឬក៏ Windows 11 ហ្នឹងអូខេបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់ Microsoft បានប្រកាសរួចហើយគឺនៅថ្ងៃទី14ខែតុលាឆ្នាំ2025ថ្ងៃទី14ខែតុលាឆ្នាំ2025 Microsoft នឹងបញ្ឈប់ក្នុងការគ្រប់គ្រងឬក៏គេហៅថា security update ទៅលើ Windows 10 ហើយបាទអញ្ចឹងបងប្អូនដែលគាត់ប្រើប្រាស់ជាមួយ Windows Licenseបងប្អូនគួរតែ update ទៅលើ Windows 10 ទៅជា Windows 11 Windows 11 នឹងបានអូខេហើយក្នុងករណីដែលបងប្អូនមិនធ្វើការ update ឬក៏មិនចង់ប្រើប្រាស់ Windows 11 ទេវានឹងជួបបញ្ហាជាច្រើនហើយបញ្ហានោះគឺពិសេសគឺ virus តែម្ដងបងប្អូនហានិភ័យក្នុងការវាយប្រហារពីក្រុម hacker ឬក៏អ្នកដែលអាចចូលទៅប្រើប្រាស់កុំព្យូទ័ររបស់បងប្អូនដោយសេរីបានពីពួក hacker អីហ្នឹងដោយសារ virus រៀងរាល់ដងគឺបងប្អូនប្រើប្រាស់លើ Windows 10 គឺតែងតែមានគេដាក់មកគឺវាឲ្យយើងធ្វើការ update security ជំនាន់ចុងក្រោយហ្នឹងដើម្បីវា scan រោគជាមួយនឹងមេរោគអីហ្នឹងចេញពី laptop របស់យើងអូខេបញ្ហានោះវាមានច្រើនខ្លាំងមែនទែនសម្រាប់ Windows 10 បន្ទាប់ពីការបញ្ឈប់នៃការ update បងប្អូនហើយសម្រាប់កុំព្យូទ័របងប្អូនមួយចំនួនទោះបីមាន Windows License ក៏ដោយក៏មិនអាច update បានដែរចាប់ពីជំនាន់ទី8ចុះក្រោមចាប់ពីជំនាន់ទី8 Gen 8ចុះក្រោមគឺមិនមានការ update ទៅលើ Windows 11 ទេជាក់បាទมันមានការអាប់ដេតបន្តចេញពី Windows 11 ទេអញ្ចឹងអ្នកដែលគាត់ប្រើជំនាន់ទី8ទី9ឡើងគឺអាចប្រើប្រាស់ Windows 11ដោយអាប់ដេតចេញពីម៉ាស៊ីន Windows 10ដោយផ្ទាល់តែម្ដងអាហ្នឹងទៅលើការអាប់ដេតអូខេអញ្ចឹងសូមបញ្ជាក់ឲ្យនឹងបន្តិចក្នុងប្រព័ន្ធ system របស់ Windows 11គឺគេបានបញ្ចេញនៅឆ្នាំ2021-22ហើយសម្រាប់កុំព្យូទ័រដែលមានprocessor ចាប់ពី64 bit 32 bit គេលេងឲ្យ update ហើយអញ្ចឹងសម្រាប់អ្នកដែលមានជំនាញ laptop 64 bit ឡើងគឺ Microsoft នឹងឲ្យយើងធ្វើការ update ទៅលើ Windows 11 បានអាហ្នឹងតាក់ទងសម្រាប់កុំព្យូទ័របងប្អូនដែលមានតម្រូវការចាប់ពី64 bit ហើយចំពោះ RAM គឺចាប់ពី 4G 8G 16G ឯឡើងហ្នឹងគឺយើងអាច upgrade វាទៅលើ Windows 11 បានហើយចំពោះ storage វាជាទូទៅវាតម្រូវចាប់ពី 64G ឡើងតែរាល់ថ្ងៃlaptop មួយសុទ្ធសឹងតាពុះហើយបាទហើយទៅលើ system របស់វាគឺ UEFI គឺយើងអាច upgrade បានជាមួយនឹង Secure Boot ហើយអ្វីកាន់តែពិសេសទៅទៀតគឺ TPM version ចាប់ពី 2.0 ឡើងទើបអាច upgrade ឡើងទៅលើ Windows 11 បានបងប្អូនដែលមាន TPM ចាប់ version ទាបជាង 2.0 គឺមិនអាច update តចេញពី Microsoft បានទេបងប្អូនអាច update បានដោយយើងប្រើជាមួយនឹង Flash Boot អីហ្នឹងគឺបងប្អូនអាចទៅជាងឬក៏ទៅកន្លែងជាងទៅគេ update ទៅលើ Windows 11 ទៅប៉ុន្តែកន្លែងហ្នឹងគឺយើងត្រូវការ copy ឯកសារហ្នឹងគឺចេញអស់ហើយពីវានឹងការបាត់ឯកសារសម្រាប់អ្នកដែលគេគ្រប់គ្រងដោយ Windows 11តែម្ដងចាប់ពីជំនាន់ទី8លក្ខខណ្ឌនៃ Windows 11ត្រូវការទាំងអស់គឺយើងគ្រាន់តែចុច update ទៅគឺយើងអាចប្រើប្រាស់បានហើយទិន្នន័យឬក៏កម្មវិធីអីគឺមានបាត់បង់ទេហ្នឹងលក្ខណៈពិសេសសម្រាប់អ្នកដែលគាត់ប្រើ top ចាប់ពីជំនាន់ទី8ឡើងហើយសម្រាប់អ្នកជំនាន់ក្រោមហ្នឹងមិនភ័យទេជំនាន់ទី5ទី4ទី6ទី7អីក៏យើងអាច update បានដែរទៅលើ Windows 11ដោយយើងប្រើជាមួយនឹង USB boot ពីខាងក្រៅទៅវិញអាហ្នឹងយើងទៅជាងទៅឲ្យជាងគេធ្វើ Secure Boot ឬក៏គេឈូសថ្មីហ្នឹងមានន័យថាដូចយើងឈូសថ្មីដាក់ម៉ាស៊ីន Windows 11អញ្ចឹងហ្នឹងក៏យើងអាចប្រើប្រាស់ជាមួយនឹង Windows 11បានដែរសម្រាប់អ្នកប្រើជាមួយនឹងជំនាន់ License ជំនាន់ទី6ទី7អីហ្នឹងបាទអាហ្នឹងចាប់ពីជំនាន់ទី8ចុះក្រោមអូខេទៅលើចំណុចសំខាន់នៅពេលដែលបងប្អូនប្រើប្រាស់ជាមួយនឹង Windows 11តើយើងទទួលបានប្រយោជន៍អ្វីខ្លះអញ្ចឹង Windows 10ទៅ Windows 11វាខុសគ្នាច្រើនទៅលើ UI តនសម័យទៅលើ Windows 11គឺដូរសឹងតាទាំងអស់ហើយទៅលើ UI បងប្អូនហើយទៅលើ sub menu ថ្មីខ្លះ app អីហ្នឹងគឺបែបសេរីថ្មីហើយមានការគ្រប់គ្រងពី Microsoft មានការ update ជាប្រចាំការពារ laptop របស់យើងពីក្រុម hacker ខាងក្រៅឬក៏ពី virus ផ្សេងហើយវាមានជាមួយនឹងមុខងារជាច្រើនទៀតបងប្អូនអាចធ្វើការ update ទៅលើ Windows
11ទៅបងប្អូននឹងចេះប្រើប្រាស់ហើយសម្រាប់ហើយទៅលើចំណងនឹងដែរបើ TPM របស់គាត់បានត្រឹមតែ1ចុចជាងឬក៏ក្រោម 2.0 ក៏មិនអាចអាប់ដេតទៅលើ Windows 11 បានដែរអានឹងសូមបញ្ជាក់ទៅលើការអាប់ដេតផ្ទាល់តែម្ដងដោយយើងគ្រាន់តែចូលជំនួស Windows ហើយចូលទៅកាន់ខ្ញុំនឹងចូលបងប្អូនមើលបាទដោយសារនេះ laptop ខ្ញុំបានត្រឡប់ទៅ Windows 11 ហើយអញ្ចឹងដើម្បីអាប់ដេតបានស្រួលគឺបងប្អូនចូលទៅកាន់ Windows ហើយចូល setting ហើយយក Windows update អញ្ចឹងសម្រាប់តែគាត់ប្រើ Windows 11 គឺវានឹង load ដាក់ message ថាឲ្យយើង install ឬក៏ update ទៅលើ Windows 11 ផ្ទាល់តែម្ដងហ្នឹងគឺចេញពី Microsoft ផ្ទាល់គឺយើងអត់មានបាត់បង់កម្មវិធីនៅលើ drive C អីទេគឺវានៅទាំងអស់ហើយសម្រាប់អ្នកដែលគាត់មិន control ទៅលើ Windows 11ក៏យើងអាចឡើងបានដែរគឺយើងឈូស Windows ថ្មីដាក់ Windows 11 ផ្ទាល់តែម្ដងកន្លែងហ្នឹងគឺយើងបាត់បង់នៅ drive C តែឯកសារអីយើងអាច copy ដាក់នៅ drive eRD អីបានគឺវាអត់មានបញ្ហាអីទេអូខេនឹងទៅលើការ Windows បានប្រកាសហើយគឺនៅថ្ងៃទី14បាទថ្ងៃទី14ខែតុលា2025 Microsoft នឹងបញ្ឈប់នៅលើការ update ទៅលើ Windows 10ហើយអូខេអញ្ចឹងអ្នកដែលគាត់ចង់ up ទៅ Windows 11ហើយអត់ទាន់ចេះចង់ update ខ្លួនឯងអាចតាមដានវីដេអូនៅថ្ងៃបន្ទាប់បាននៅថ្ងៃទី13ខ្ញុំនឹងតម្លាក់វីដេអូពីរបៀបក្នុងការ update ទៅលើ Windows 11 ផ្ទាល់តែម្ដងអូខេអញ្ចឹងតាមដានវីដេអូដល់គ្នានៅវីដេអូបន្ទាប់អូខេអរគុណជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច like subscribe អ្នកមួយដើម្បីទទួលបានវីដេអូឬក៏ចំណេះដឹងផ្សេងៗទៀត